សូមស្វាគមន៍មិត្តទាំងអស់គ្នាមកកាន់ផ្លូវនៃជីវិតនៅថ្ងៃនេះយើងនឹងរៀនជាមួយគ្នានៅមេរៀនទី19អំពីការធ្វើដំណើរឆ្លងកាត់សមុទ្រក្រហមចំណុចសំខាន់ដែលយើងត្រូវរៀនពីមេរៀននៅថ្ងៃនេះគឺព្រះជាម្ចាស់បានធ្វើឲ្យទាហានរបស់អេស៊ីបបរាជ័យដើម្បីសរសើរដំណើរទ្រង់ផ្ទាល់នៅក្នុងព្រះគម្ពីរនិកាម៉ានាំងចំពុក15ខ2បានចែងឲ្យដូចនេះថាព្រះអង្គម្ចាស់ជាកម្លាំងរបស់ទូលបង្គំព្រះអង្គសង្គ្រោះទូលបង្គំនៅពេលដែលលោកយ៉ាកបបាននាំគ្រួសាររបស់គាត់ទៅរស់នៅក្នុងស្រុកអេស៊ីបមានមនុស្សតែ70នាក់តែប៉ុណ្ណោះតែឥឡូវនេះពួកគេត្រឡប់ទៅស្រុកកាណានស្រុកដែលព្រះជាម្ចាស់បានសន្យាជាមួយនឹងលោកអាប់រ៉ាហាំវិញដោយមានមនុស្សប្រហែល2លានកន្លះព្រះជាម្ចាស់បានជ្រើសរើសមនុស្សទាំងនេះដើម្បីចាត់ព្រះអង្គសង្គ្រោះមកកាន់ផែនដីព្រះជាម្ចាស់ក៏បានប្រទានព្រះបន្ទូលរបស់ព្រះអង្គដែលជាព្រះគម្ពីរដល់មនុស្សនៅលើផែនដីតាមរយៈពួកគេផងដែរព្រះជាម្ចាស់ទៅរៀបចំប្រជារាស្ត្ររបស់ព្រះអង្គឲ្យអនុវត្តផែនការរបស់ទ្រង់ពួកគេត្រូវទទួលស្គាល់ថាព្រះអង្គគឺជាព្រះដែលជួយការពារគឺជាព្រះដែលផ្គត់ផ្គង់និងគឺជាព្រះដែលគ្រប់គ្រងលើពួកគេព្រះជាម្ចាស់បានប្រើបទពិសោធន៍របស់ពួកគេទទួលបាននៅក្នុងពេលធ្វើដំណើរទៅស្រុកកាណានដើម្បីរៀបចំពួកគេសម្រាប់បេសកកម្មពិសេសរបស់ទ្រង់ព្រះគម្ពីរនិកាម៉ានាំងចំពុក13ខ21ដល់ខ22បានចែងថានៅពេលថ្ងៃព្រះអង្គម្ចាស់នាំមុខពួកគេដោយដុំពពកនៅពេលយប់ព្រះអង្គនាំមុខពួកគេដោយដុំភ្លើងដែលបំភ្លឺផ្លូវពួកគេដូច្នេះពួកគេអាចធ្វើដំណើរទាំងថ្ងៃទាំងយប់នៅពេលថ្ងៃដុំពពកមិនដែលឃ្លាតពីមុខប្រជាជនឡើយហើយនៅពេលយប់ដុំភ្លើងស្ថិតនៅមុខពួកគេជានិច្ចព្រះជាម្ចាស់បានដឹកនាំប្រជារាស្ត្ររបស់ព្រះអង្គដោយដុំពពកនៅពេលថ្ងៃនិងដុំភ្លើងជាបង្គោលភ្លើងសម្រាប់បំភ្លឺនៅពេលយប់នៅតាមផ្លូវដែលទ្រង់ចង់ឲ្យពួកគេទៅនិកាម៉ានាំងចំពុក14ខ1ដល់ខ4បានចែងថាព្រះអង្គម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថាចូលប្រាប់ជនជាតិអ៊ីស្រាអែលឲ្យវិលមកបោះជំរំនៅក្បែរពីហាហេរ៉ុតដែលស្ថិតនៅចន្លោះមីកដូលនិងសមុទ្រអ្នករាល់គ្នាត្រូវបោះជំរំទល់មុខបាល់សេផុនគឺនៅតាមឆ្នេរសមុទ្រស្ដេចផារ៉ោននឹងគិតថាអ្នករាល់គ្នាវង្វេងវិលវល់ក្នុងតំបន់នេះមិនអាចចេញផុតពីវាលរហោស្ថានឡើយយើងនឹងធ្វើឲ្យស្ដេចផារ៉ោនមានចិត្តមានះហើយដេញតាមអ្នករាល់គ្នាប៉ុន្តែពេលនោះយើងនឹងទទួលសេរីរុងរឿងដោយវាយកំទេចស្ដេចផារ៉ោននិងកងទ័ពទាំងមូលរបស់គេដូច្នេះជនជាតិអេស៊ីបនឹងទទួលស្គាល់ថាយើងជាព្រះអង្គម្ចាស់ជនជាតិអ៊ីស្រាអែលក៏នាំគ្នាធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គព្រះជាម្ចាស់បានដឹកនាំប្រជារាស្ត្ររបស់ទ្រង់ទៅកាន់សមុទ្រក្រហមព្រះអង្គធ្វើដូច្នេះដើម្បីឲ្យស្ដេចស្រុកអេស៊ីបដេញតាមពួកគេតាមរយៈជ័យជំនះរបស់ព្រះអង្គព្រះជាម្ចាស់បានបង្ហាញថាទ្រង់គឺជាព្រះអង្គតែមួយគត់គឺជាព្រះជាម្ចាស់ព្រះជាម្ចាស់ទ្រង់គ្រប់គ្រងលើអ្វីៗទាំងអស់ដែលបានកើតឡើងនិកាម៉ានាំងចំពុក14ខ5ដល់ខ9បានចែងថាមានគេទូលស្ដេចស្រុកអេស៊ីបថាប្រជាជនអ៊ីស្រាអែលនាំគ្នារត់បាត់អស់ហើយពេលនោះស្ដេចនឹងនិមឺនមន្ត្រីដូរគំនិតចំពោះប្រជាជនអ៊ីស្រាអែលហើយនិយាយគ្នាថាហេតុអ្វីបានជាពួកយើងបណ្ដោយឲ្យជនជាតិអ៊ីស្រាអែលចាកចេញទៅដូច្នេះតើបាននរណានៅបម្រើពួកយើងព្រះចៅផារ៉ោនក៏ឲ្យគេទឹមរទេះហើយនាំកងទ័ពចេញដំណើរទៅជាមួយស្ដេចបានយករទេះចម្បាំងទាំងអស់នៅស្រុកអេស៊ីបចេញទៅជាមួយក្នុងនោះមានរទេះដ៏មាំៗចំនួន600គ្រឿងដែលមាននាយទាហានជិះផងព្រះអង្គម្ចាស់ធ្វើឲ្យព្រះចៅផារ៉ោនស្ដេចស្រុកអេស៊ីបមានព្រះハរតីមានះហើយដេញតាមជនជាតិអ៊ីស្រាអែលជនជាតិអ៊ីស្រាអែលបានចាកចេញពីស្រុកអេស៊ីបដូចជាមានសេរីភាពកងទ័ពអេស៊ីបទាំងទ័ពសេះទាំងរទេះរបស់ព្រះចៅផារ៉ោនព្រមទាំងពលទ័ពនិងរទេះទាំងប៉ុន្មាននាំគ្នាដេញតាមជនជាតិអ៊ីស្រាអែលហើយទាន់ពួកគេនៅត្រង់ពីហាហេរ៉ុតទល់មុខនឹងបាល់សេផុនគឺកន្លែងដែលពួកគេបោះជំរំនៅក្បែរសមុទ្រព្រះជាម្ចាស់បានធ្វើឲ្យស្ដេចផារ៉ោនមានចិត្តរឹងរូសនិងធ្វើឲ្យទាហានអេស៊ីបដេញតាមពួកជនជាតិអ៊ីស្រាអែលនិកាម៉ានាំងចំពុក14ខ10ដល់ខ12បានចែងថាកាលឃើញព្រះចៅផារ៉ោននិងកងទ័ពអេស៊ីបដេញតាមប្រកិតពីក្រោយដូច្នេះជនជាតិអ៊ីស្រាអែលផិតភ័យជាខ្លាំងហើយស្រែកអង្វររកព្រះអង្គម្ចាស់ពួកគេពោលទៅកាន់លោកម៉ូសេថាតើនៅស្រុកអេស៊ីបគ្មានភ្នូរទេឬ
បានជាលោកនាំពួកយើងឲ្យមកស្លាប់នៅវាលរហោស្ថានដូច្នេះហេតុអ្វីបានជាលោកនាំពួកយើងចេញពីស្រុកអេស៊ីបកាលរស់នៅក្នុងស្រុកអេស៊ីបនៅឡើយពួកយើងបានប្រាប់លោកហើយថាទុកឲ្យពួកយើងនៅបម្រើជនជាតិអេស៊ីបចុះត្បិតនៅបម្រើគេនោះប្រសើរជាងស្លាប់នៅវាលរហោស្ថានបែបនេះពួកជនជាតិអ៊ីស្រាអែលបានភ័យស្លុតជាខ្លាំងដោយស្ដីបន្ទោសឲ្យលោកម៉ូសេជាជាងទុកចិត្តលើព្រះជាម្ចាស់ដើម្បីសង្គ្រោះពួកគេនេះខបាននឹងចំពុក14ខ13ដល់ខ14បានចែងថាលោកម៉ូសេឆ្លើយទៅប្រជាជនវិញថាកុំភ័យខ្លាចអ្វីឡើយចូលតាំងស្មារតីឡើងនៅថ្ងៃនេះអ្នករាល់គ្នានឹងឃើញព្រះអង្គម្ចាស់សង្គ្រោះអ្នករាល់គ្នាជនជាតិអេស៊ីបដែលអ្នករាល់គ្នាឃើញនៅថ្ងៃនេះអ្នករាល់គ្នានឹងលែងឃើញគេទៀតរហូតតទៅចូលនាំគ្នានៅស្ងៀមចុះត្បិតព្រះអង្គម្ចាស់នឹងច្បាំងជំនួសអ្នករាល់គ្នាលោកម៉ូសេបានទុកចិត្តលើព្រះជាម្ចាស់ហើយបានប្រាប់ជនជាតិអ៊ីស្រាអែលឲ្យទុកចិត្តលើព្រះជាម្ចាស់ដូចគ្នាព្រះជាម្ចាស់ជាព្រះដែលមានសេចក្តីមេត្តាករុណាហើយបានជួយដោះលែងពួកគេទោះបីជាពួកគេមិនទុកចិត្តលើព្រះអង្គក៏ដោយមានតែព្រះជាម្ចាស់តែមួយអង្គគត់ដែលអាចជួយសង្គ្រោះពួកគេឲ្យរួចផុតពីទាហានរបស់អេស៊ីបមានតែព្រះជាម្ចាស់តែមួយអង្គគត់ដែលអាចជួយសង្គ្រោះលោកអាដាមនិងនាងអេវ៉ាឲ្យរួចផុតពីអំពើបាបរបស់ពួកគេមានតែព្រះជាម្ចាស់តែមួយអង្គគត់ដែលអាចជួយសង្គ្រោះលោកណូអេនិងគ្រួសាររបស់គាត់ឲ្យរួចផុតពីទឹកជំនន់ធំមានតែព្រះជាម្ចាស់តែមួយអង្គគត់ដែលអាចជួយសង្គ្រោះលោកអេសាឲ្យរួចផុតពីការថ្វាយដង្វាយជាញ៉ាញ់បូជាហើយមានតែព្រះជាម្ចាស់តែមួយអង្គគត់ដែលអាចជួយសង្គ្រោះបងប្អូនហើយព្រមទាំងខ្ញុំឲ្យរួចផុតពីការដាក់ទោសជារៀងរហូតនេះខមណាំងចំពុក14ខ19ដល់ខ20បានចែងថាទេវតារបស់ព្រះជាម្ចាស់ដែលពីមុននៅខាងមុខជនជាតិអ៊ីស្រាអែលបានទៅនៅខាងក្រោយពួកគេរីឯដុំពពកដែលនៅខាងមុខក៏ទៅនៅខាងក្រោយពួកគេដែរដុំពពកនោះស្ថិតនៅចន្លោះកងទ័ពអេស៊ីបនិងកងទ័ពអ៊ីស្រាអែលដុំពពកនោះធ្វើឲ្យងងឹតម្ខាងនិងធ្វើឲ្យម្ខាងទៀតភ្លឺនៅពេលយប់ហេតុនេះហើយបានជាពេញមួយយប់កងទ័ពទាំងពីរមិនបានចូលទៅជិតគ្នាឡើយទេវតារបស់ព្រះជាម្ចាស់ដឹកដុំពពកបានបដូរទៅខាងក្រោយរបស់ពួកជនជាតិអ៊ីស្រាអែលវិញដុំពពកនេះបានធ្វើឲ្យងងឹតនៅខាងទាហានអេស៊ីបនិងធ្វើឲ្យភ្លឺនៅខាងជនជាតិអ៊ីស្រាអែលមានតែព្រះជាម្ចាស់តែមួយអង្គគត់ដែលអាចធ្វើកិច្ចការទាំងនេះបានព្រះអង្គទ្រង់មានគ្រប់អំណាចព្រះចេស្តានេះខមណាំងចំពុក14ខ15ដល់ខ16និងខ21ដល់ខ25បានចែងថាព្រះអង្គម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថាហេតុអ្វីបានជាស្រែកអង្វរយើងដូច្នេះចូលប្រាប់កូនចៅអ៊ីស្រាអែលឲ្យចេញដំណើរទៅចូលលើកដំបងរបស់អ្នកឡើងហើយលើកដៃតម្រង់ទៅសមុទ្ររួចវាយទឹកសមុទ្រឲ្យញែកចេញពីគ្នាដើម្បីឲ្យកូនចៅអ៊ីស្រាអែលដើរតាមបាតសមុទ្រលោកម៉ូសេលើកដៃតម្រង់ទៅសមុទ្រពេញមួយយប់នោះព្រះអង្គម្ចាស់ធ្វើឲ្យមានខ្យល់បក់ពីទិសខាងកើតយ៉ាងខ្លាំងរុញច្រានទឹកសមុទ្រធ្វើឲ្យទឹកសមុទ្ររីងស្ងួតផ្ទៃទឹកក៏ញែកចេញពីគ្នាហើយជនជាតិអ៊ីស្រាអែលនាំគ្នាដើរតាមបាតសមុទ្រដោយមានទឹកសមុទ្រដោយកំពែងនៅសងខាងពួកគេកងទ័ពអេស៊ីបទាំងសេះរបស់ព្រះចៅផារ៉ោនទាំងរទេះចម្បាំងនិងទ័ពសេះទាំងប៉ុន្មានដែលដេញតាមពីក្រោយក៏ចូលទៅកណ្ដាលសមុទ្រដែរលុះពេលទៀបភ្លឺព្រះអង្គម្ចាស់ដែលគង់នៅក្នុងដុំភ្លើងនិងដុំពពកទតទៅកងទ័ពអេស៊ីបធ្វើឲ្យកងទ័ពនោះជ្រួលច្របល់ព្រះអង្គធ្វើឲ្យរទេះចម្បាំងរបូតកង់ហើយគឿងទៅមុខមិនរួចជនជាតិអេស៊ីបស្រែកឡើងថាចូលយើងនាំគ្នារត់ឲ្យឆ្ងាយពីជនជាតិអ៊ីស្រាអែលទៅត្បិតព្រះអង្គម្ចាស់រួមជាមួយពួកគេច្បាំងតទល់នឹងពួកយើងហើយព្រះជាម្ចាស់បានបណ្ដាលឲ្យទាហានអេស៊ីបដេញតាមពួកអ៊ីស្រាអែលទៅកាន់សមុទ្រក្រហមពីព្រោះព្រះជាម្ចាស់មានផែនការកំទេចពួកគេឲ្យអស់ព្រះជាម្ចាស់ទ្រង់គ្រប់គ្រងលើកិច្ចការទាំងអស់ដែលកើតឡើងព្រះជាម្ចាស់បានធ្វើឲ្យពួកទាហានអេស៊ីបលិចលង់ក្នុងសមុទ្រក្រហមស្លាប់ទៅគ្មាននរណាម្នាក់អាចប្រឆាំងទាស់នឹងព្រះជាម្ចាស់ហើយទទួលបានជោគជ័យនោះឡើយនៅក្នុងព្រះគម្ពីរនិខមណាំងចំពុក14ខ30ដល់ខ31បានចែងថានៅថ្ងៃនោះព្រះអង្គម្ចាស់បានសង្គ្រោះជនជាតិអ៊ីស្រាអែលឲ្យរួចពីកណ្ដាប់ដៃរបស់ជនជាតិអេស៊ីបជនជាតិអ៊ីស្រាអែលឃើញសាកសពជនជាតិអេស៊ីបនៅតាមឆ្នេរសមុទ្រជនជាតិអ៊ីស្រាអែល
ឃើញរិទ្ធបារមីដ៏ខ្លាំងពូកែរបស់ព្រះអង្គម្ចាស់ដែលបានប្រហារជនជាតិអេស៊ីបហេតុនេះហើយបានជាប្រជាជនកោតខ្លាចព្រះអង្គម្ចាស់ពួកគេជឿលើព្រះអង្គម្ចាស់និងលោកម៉ូសេជាអ្នកបម្រើរបស់ព្រះអង្គ នៅថ្ងៃនោះព្រះជាម្ចាស់បានការពារជនជាតិអ៊ីស្រាអែលពីព្រោះទ្រង់ស្រឡាញ់ពួកគេដោយសារតែហេតុនេះទើបពួកជនជាតិអ៊ីស្រាអែលមានសេចក្តីជំនឿលើព្រះជាម្ចាស់ពួកជនជាតិអ៊ីស្រាអែលបានមកដល់សមុទ្រក្រហមហើយស្ថានភាពរបស់ពួកគេមើលទៅដូចជាអស់សង្ឃឹមមានតែព្រះជាម្ចាស់តែមួយអង្គប៉ុណ្ណោះដែលអាចធ្វើផ្លូវឲ្យពួកគេអាចគេចចេញនិងជួយសង្គ្រោះពួកគេបានពួកគេកំពុងរៀនពឹងផ្អែកលើព្រះអង្គដោយមិនពឹងផ្អែកលើខ្លួនឯងថាអាចសង្គ្រោះខ្លួនឯងបានឡើយតើបងប្អូនពឹងផ្អែកលើព្រះជាម្ចាស់ឬពឹងផ្អែកលើអ្នកណាម្នាក់ឬពឹងផ្អែកលើអ្វីមួយផ្សេងទៀតដើម្បីជួយបងប្អូនឬព្រះគម្ពីរបានប្រាប់យើងថាគ្រប់អំណោយទានដ៏វិសេសនិងអ្វីតែប៉ុន្មានដ៏គ្រប់លក្ខសុទ្ធតែមកពីស្ថានលើគឺមកពីព្រះជាម្ចាស់បងប្អូនគួរតែពឹងផ្អែកលើព្រះជាម្ចាស់ខ្ញុំមានសំណួរមួយសួរបងប្អូនតើមានអ្វីដែលធ្វើបងប្អូនភ្ញាក់ផ្អើលអំពីរឿងនេះតើមានអ្វីដែលធ្វើបងប្អូនចាប់អារម្មណ៍បំផុតនៅក្នុងរឿងនេះសូមបានប្រមាណណាម្នាក់អំពីអ្វីដែលបងប្អូនបានរៀនព្រះបន្ទូលរបស់ព្រះនៅក្នុងសប្តាហ៍នេះហើយជួបគ្នាម្ដងទៀតនៅមេរៀនក្រោយ